ឲ្យទៅលើថាការងារម៉ាស្សាចាប់ផ្ដើមទម្លាក់ទឹកមុខឲ្យបងប្អូនហើយធ្វើដូចមិនទិញពេញចិត្តចឹងខ្ញុំឆ្ងល់ណាការងារណាក៏ដោយបងប្អូនសុទ្ធតែមានតម្លៃបើសម្រាប់ខ្ញុំតាំងពីខ្ញុំចេះម៉ាស្សាមកខ្ញុំដូចមានមោទនភាពខ្លួនឯងដែរបងប្អូនពីព្រោះអីពេលដែលខ្ញុំម៉ាស្សាឲ្យភ្ញៀវរួចមិនថាប្រុសមិនថាស្រីមិនថាចាស់មិនថាក្មេងបងប្អូនតែតែអូយក្មួយអរគុណហើយអូយខ្ញុំអរគុណអ្នកឯងហើយខ្ញុំបានធូរចង្កេះខ្ញុំបានធូរស្មាខ្ញុំបានធូរសរសៃហើយជាពិសេសក៏តែងតែនិយាយថាអូយបានស្រួលខ្លួនជាងមុនបាទអញ្ចឹងគួរតែល្មមបញ្ឈប់ទៅបងប្អូនអាផ្នត់គំនិតឲ្យទៅលើថាអ្នកម៉ាស្សាដូចជាការងារដែលមិនសូវមានតម្លៃក្នុងសង្គមអញ្ចឹងដូចគេថាស្រីការ៉ាអូខេឬក៏ស្រីតាមផាប់អីចឹងបងប្អូនការពិតដែរសម្រាប់ខ្ញុំវិញខ្ញុំសូមសរសើរពួកគាត់ទាំងអស់ហ្នឹងបងប្អូនអ្នកខ្លះណាគ្នាខំផឹកជាមួយភ្ញៀវទម្រាំបានលុយធីប10000 20000កំដរភ្ញៀវមកតុដល់មកតុដែលបុគ្គលខ្លះធ្វើអត់បានទេបាទធ្វើអត់បានទេដែលគ្នាត្រូវកំដរទៅការផាក់នេះសូមនិយាយអំពីអ្នកគេថាស្រីការ៉ាអូខេឬក៏ស្រីកំដរបាទអញ្ចឹងយើងល្មមធ្វើបានអត់ដូចគាត់ទេព្រោះអីគិតផឹកស្រាចម្រុះមួយថ្ងៃបាទកំដរឲ្យភ្ញៀវសប្បាយដឹងថាផលពិបាករបស់គាត់ប៉ុន្តែខ្ញុំចង់ដឹងថានេះគឺដោយសារតែជីវភាពដែរអូខេបងប្អូនឥឡូវយើងមកនិយាយជាមួយនឹងវីដេអូនេះវិញបងប្អូនបាទនេះគឺជាបាទទេសភាពបងប្អូននៅក្នុងប្រលានសម្ដេចតេជោឬក៏ហៅកាត់បាទ KTI បាទនៅវេលាម៉ោង1រំលងអាត្រៀត00បងប្អូនពេលដែលខ្ញុំចេញពីធ្វើការអញ្ចឹងគួរតែចង់ថតបាទជាវីដេអូជូនទៅដល់ពុកម៉ែបងប្អូនបានទស្សនាសម្រាប់ទេសភាពនៅក្នុងពេលរាត្រីបាទរំលងអាត្រៀតហ្នឹងតើទេសភាពនៅក្នុងពលានសម្ដេចតេជោបាទឬក៏ហៅកាត់ KTI ហ្នឹងបាទមានសកម្មភាពស្ងប់ស្ងាត់ឬក៏សកម្មភាពយ៉ាងណាមកដល់បច្ចុប្បន្នឥឡូវនេះណាបងប្អូនបាទអញ្ចឹងគឺសម្រាប់ជូនទៅដល់ពុកម៉ែបងប្អូនដែលគាត់នៅបណ្ដាខេត្តនានាដែលគាត់អត់ដែលបានមកទស្សនាឬក៏អត់ដែលបានមកលេងអីចឹងទៅបាទគឺជាការចង់បង្ហាញជាមួយនឹងផលិតផលរបស់ខ្មែរយើងដែលយើងកំពុងតែមានហើយគឺជាច្រកទ្វារដ៏សំខាន់ជានាវាដ៏សំខាន់បាទដែលនាំប្រទេសកម្ពុជារបស់យើងឲ្យពិភពលោកបានស្គាល់ធ្វើឲ្យពិភពលោកបានយល់ដឹងបាទដឹងថាពលានឬក៏ដឹងថាប្រទេសកម្ពុជារបស់យើងហ្នឹងបាទយើងកំពុងតែមានការរីកចម្រើននិងអភិវឌ្ឍដល់ចំណុចណាអញ្ចឹងខ្ញុំភាគច្រើនខ្ញុំចង់អត់ឲ្យបងប្អូនបាទយកប្រទេសយើងទៅប្រៀបធៀបបាទជាមួយនឹងប្រទេសគេខ្លាំងឯងបងប្អូនអញ្ចឹងណាយើងគួរតែយើងគិតមើលតើប្រទេសយើងនេះកំពុងតែដើរក្រោយគេនេះបាទយើងដើរដល់កម្រិតណាដែលហើយអញ្ចឹងណាអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនខ្លះជួយបើកចិត្តបាទបើកចិត្តខ្លះគិតថាហេតុអីបានជាភាគច្រើនតែបង្អាប់បន្តប្រទេសខ្លួនឯងបែរជាតែលើកអួតទៅសើប្រទេសគេខ្ញុំទទួលស្គាល់ថាភាពជឿនលឿននិងទាន់សម័យគេមានមុនយើងប៉ុន្តែយើងនេះកំពុងតែដើរក្រោយគេទៅហើយយើងកំពុងតែមានភាពរីកចម្រើនទៅមុខហើយអញ្ចឹងហេតុអីបានជាបងប្អូនបាទអត់គិតឃើញអាពីចំណុចដែលយើងកំពុងតែរីកចម្រើនទៅម្ដងតិចហ្នឹងបាទយើងមិនរួមគ្នាបាទដើម្បីអភិវឌ្ឍទៅបន្តទៀតបែរជាអ្នកខ្លះបែរជាចាប់ផ្ដើមបាទយកប្រទេសគេយកប្រទេសនេះយកប្រទេសនោះបាទយកមកប្រៀបធៀបជាមួយនឹងប្រទេសយើងខ្ញុំយល់តែបងប្អូនខ្លះគិតថាពេលដែលយើងនិយាយចឹងទៅអ្នកខ្លះហ្នឹងមកពីក្មួយឯងឬក៏ប្អូនឯងដូចខែបក្នុងដងមិនដែលបានទៅប្រទេសក្រៅអត់ដឹងថាប្រទេសក្រៅគេរីកចម្រើនដល់ថ្នាក់ណាខ្ញុំទទួលស្គាល់បងប្អូនអញ្ចឹងខ្ញុំមើលមួយរយៈនេះបងប្អូនគេតែប្រទេសរបស់យើងនេះកំពុងតែបាទមានភាពរីកចម្រើនទៅមុខហើយអញ្ចឹងខ្ញុំសូមឲ្យបងប្អូនជួយលើកទឹកចិត្តបាទលើកទឹកចិត្តអ្វីលើកទឹកចិត្តខ្លួនឯងយើងចង់ឲ្យប្រទេសខ្លួនឯងរីកចម្រើនតតែយើងនេះបាទរីកចម្រើនពីម្នាក់ទៅម្នាក់ជាប្រជាជនខ្មែរទាំងខ្ញុំទាំងគេត្រូវមានការយល់ដឹងហើយជាពិសេសក៏ដោយតាក់ទងជាមួយនឹងអ្វីដែលយើងគួរធ្វើអ្វីមិនគួរធ្វើអ្វីគួរបង្ហាញនៅក្នុងសង្គមយើងគួរតែដឹងខ្លួនឯងនឹងបានទៅជាឆន្ទៈមួយដែលធ្វើឲ្យប្រទេសរបស់យើងនេះមានការរីកចម្រើនត